បាននេះជាសកម្មភាពបង្ហាញពីការកាត់ស្មៅបាទអញ្ចឹងមុនកាត់ស្មៅយើងពាក់មួកការពារភ្នែកឥឡូវយើងបង្ហាញនៅការកាត់នៅក្នុងចំការត្របែកធម្មជាតិបាទត្របែកនេះមានពីរប្រភេទមានត្របែកគីមជូអត់គ្រាប់និងត្របែកគីឡូតៃវ៉ាន់បាទរសជាតិឆ្ងាញ់សាច់ស្រួយសាច់ក្រាស់បាទផ្អែមត្រជាក់បាទហើយឆ្នាំនេះឃើញថាផ្លែគួរសមដែរបាទទៅដាំបាន1ឆ្នាំទេអញ្ចឹងឆ្នាំក្រោយប្រហែលជាអាចមានច្រើនបាទចូលដល់តោនបាទឆ្នាំក្រោយជាង100ដើមបាទនេះសកម្មភាពកាត់ហើយបាទស្រឡះភ្នែកដែរមើលទៅអញ្ចឹងមិនថាធ្វើចការរវល់ណាស់បាទអត់សូវមានពេលទំនេរទេបាទកាត់ស្លាស់ស្អាតហើយនៅក្នុងនោះមានចេកបាទចឹងមានចេកខ្លះចេកណាំវ៉ាទឿបាទហើយនេះជាសកម្មភាពបេះក្រូចពោធិ៍សាត់បាទចឹងខ្ញុំបេះជាមួយនឹងស៊ីយ៉ូលេខ80បាទចឹងបេះចឹងទៅវាអត់ធ្លាក់ដល់ដីទេវាចូលប្រហោងបាទចឹងក្រូចវាអត់ជាប់ទេបេះដើមនៅដែលខ្ពស់បាទទៀបយើងបេះនៅដៃបាទក្រូចពោធិ៍សាត់នេះផ្អែមណាស់បាទហើយសបកស្ដើងទុកយូរទៅសបកកាន់ស្ដើងបាទហើយមួយរយៈពេលនេះឃើញថារាំងប្រហែលថ្ងៃសបកកាន់តែស្ដើងហើយរសជាតិកាន់តែឆ្ងាញ់បាទគេហៅថាពោធិ៍សាត់ទឹកឃ្មុំបាទរសជាតិអូខ្ជាយហ្មងបាទផ្អែមត្រជាក់បានដាក់ក្លាសេទឹកកកទៀតបាទហើយនេះបេះពេលព្រឹកទេបាទតាំងពីព្រឹកក្រូចបេះពេលល្ងាចឆ្ងាញ់បាទពេលព្រឹកអត់សូវឆ្ងាញ់ដូចពេលល្ងាចទេបាទពេលល្ងាចសបកឡើងទុនសបកស្ដើងបាទហើយនេះឃើញថាសម្លឹងបេះពេលព្រឹកទេតែកាមេរ៉ាហាមើលទៅហាក់បីដូចជាពេលល្ងាចចឹងបាទបេះមួយព្រោះបេះអត់បានច្រើនទេស៊ីយ៉ូនេះបេះបានតែមួយទេបាទហើយចិត្តអស់ហើយបាទនៅសល់ប្រហែលជា2-3ផ្លូនទៀតអស់ហើយនៅសល់តែតបែកទេបាទតបែកនៅបន្តរហូតតែក្រូចពោធិ៍សាត់ចិត្តអស់ហើយសល់តែ1ផ្លូន2ផ្លូន3ផ្លូននោះអស់ហើយបាទហើយឆ្នាំនេះបានតិចជាងរាល់ឆ្នាំតែផ្លែធំបាទផ្លែខ្លះធំមែនទែនហើយផ្លែខ្លះតូចមានតិចទេឆ្នាំនេះតែធំមានច្រើនតែផ្លែតិចជាងឆ្នាំទៅបើធៀបតែឆ្នាំក្រោយសង្ឃឹមថាវានឹងមានផ្លែច្រើនជាងនេះតទៅទៀតបាទព្រោះឆ្នាំនេះបានដាក់ជីដាក់អីវាច្រើនគួរសមដែរចឹងអាចថាឆ្នាំក្រោយវានឹងផ្លែបានច្រើនហើយរៀបចំប្រព័ន្ធទឹកប្រព័ន្ធអីបាទហើយក្រៅពីនឹងទៀតក្រៅពីបេះស៊ីយ៉ូបេះនឹងស៊ីយ៉ូគឺខ្ញុំបេះនៅដៃបាទបេះដៃលឿនជាងបេះស៊ីយ៉ូយឺតបេះដៃបានតែទៀបទេបាទឃើញថាបេះផ្លែក្រូចពោធិ៍សាត់និងក្រូចឆ្មាខុសគ្នាណាបាទបេះផ្លែក្រូចពោធិ៍សាត់តែមួយផ្លែតបានហើយបាទតែផ្លែក្រូចឆ្មាយូរណាស់បាទបេះទ្រាំបានមុតដៃទៀតពោធិ៍សាត់អត់អីទេផ្លែធំបេះមួយផ្លែតបានត្រឹម4-5ផ្លូននេះមួយផ្លែតទេបាទបេះឲ្យតែផ្លែតែក្រូចឆ្មាបេះយូរបាទមុតដៃមុតជើងតែក្រូចឆ្មាឆ្នាំនេះបានកើនចំនួនគួរសមសង្ឃឹមថាឆ្នាំក្រោយវានឹងកើនថែមទៀតបាទហើយបាទនេះ
ដើមមួយទៀតហើយខ្ញុំធ្វើការបេះហើយបេះដៃទេបាទនៅទៀបហើយនឹងមានវីដេអូច្រើនទៀតទាក់ទងនឹងកសិកម្មបាទថតមិនបានស្អាតល្អទេបាទកាមេរ៉ាចាស់ពេកថតអត់បានស្អាតទេបាទសូមអរគុណច្រើនបងប្អូនដែលតែងតែតាមដានមើលវីដេអូខ្ញុំបាទជូនពរសុខភាពល្អ